ធ្វើការយប់ជ្រៅពេកឬធ្វើការវេនយប់រាប់ឆ្នាំអាចប្រឈមការជំងឺទាំងអស់នេះបច្ចុប្បន្ននេះគ្នាយើងភាគច្រើនសុទ្ធតែមកញឹកខ្លាំងនឹងការងារខ្លះធ្វើការថ្ងៃមិនគ្រប់ទេយកការងារមកធ្វើពេលយប់ទៀតពេលណាធ្វើការយប់ធ្វើឲ្យយើងមានអារម្មណ៍មួលងាយស្រួលច្រើនជាងធ្វើនៅការិយាល័យប៉ុន្តែត្រូវដឹងថាធ្វើការយប់ប្រឈមនឹងបញ្ហាសុខភាពជាច្រើនអត្ថបទនេះយើងនឹងលើកឡើងនៅផលប៉ះពាល់មួយចំនួនខ្លះៗពីបញ្ហាប្រឈមអាចនឹងកើតមានដោយសារធ្វើការយប់ជ្រៅពេកធ្វើការយប់ជ្រៅពេកឬធ្វើការវេនយប់រាប់ឆ្នាំអាចប្រឈមការជំងឺទាំងអស់នេះ 1. រំខានដល់ចង្វាក់នៃការគេងពីធម្មជាតិ 2. ការហានិភ័យកើតមហារីកនៃសូដាន 3. បង្កើនហានិភ័យនៃជំងឺគាំងបេះដូង 4. កាន់តែប្រឈមនឹងជំងឺបាក់ទឹកចិត្ត 5. ប្រឈមគ្រោះថ្នាក់ដោយសារសម្ពាធនៃការងារ 6. បម្រែបម្រួលនៃការធ្វើមេតាបូលីសក្នុងរាងកាយ 7. ប្រឈមមុខជំងឺធាត់និងជំងឺទឹកនោមផ្អែម 8. ប្រឈមមុខនឹងបញ្ហាក្រពះពោះវៀនកាន់តែខ្ពស់ 9. ធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអ័រម៉ូនមេឡាតូនីន 10. ធ្វើឲ្យរាងកាយគ្មានវីតាមីន D គ្រប់គ្រាន់តទៅនេះ Review 2K សូមលើកពីបញ្ហាទាំង10នេះមកជូនដូចតទៅ 1. រំខានដល់ចង្វាក់នៃការគេងពីធម្មជាតិគេងជារឿងសំខាន់បំផុតដើម្បីទទួលបានសុខភាពល្អនៅពេលយើងកំពុងដេកលង់លក់រាងកាយនឹងបញ្ចេញសារធាតុពុលចេញមកក្រៅជួសជុលកន្លែងមានរបួសនិងកាត់បន្ថយអារម្មណ៍តានតឹងធ្វើការងារយប់ជ្រៅពេកឬការងារវេនយប់តែម្ដងនឹងរំខានទៅដល់ដំណើរការទាំងនេះដែលជាហេតុនាំឲ្យយើងប្រឈមជំងឺជាច្រើន 2. ការហានិភ័យកើតមហារីកនៃសូដានចំពោះស្រីៗធ្វើការវេនយប់កាន់តែប្រឈមការជំងឺមហារីកសូដានជាងស្រីៗធ្វើការវេនថ្ងៃប៉ុន្តែបើយើងធ្វើការវេនយប់ជាប្រចាំឬធ្វើតែមួយយប់ក្នុងមួយសប្តាហ៍ក៏មិនប្រឈមបញ្ហាខ្លាំងនោះដែរការសិក្សាមួយធ្វើឡើងនៅសហរដ្ឋអាមេរិកបានពិនិត្យលើឯកសារស្រាវជ្រាវជាង60ទាក់ទងនឹងជំងឺមហារីកនិងបានចេញការសន្និដ្ឋានមួយថាអ្នកធ្វើការវេនយប់រាប់5ឆ្នាំម្ដងអត្រាហានិភ័យកើតជំងឺមហារីកសូដនមាន 3.3% ប៉ុន្តែក៏មានការសិក្សាខ្លះជំទាស់នឹងការរកឃើញនេះដែរដោយថាវាអាចមានឥទ្ធិពលតិចតួចឬគ្មានសក់តែម្ដង 3. បង្កើនហានិភ័យនៃជំងឺគាំងបេះដូងការសិក្សាក្នុងឆ្នាំ2012របស់សារព័ត៌មានវិទ្យាសាស្ត្រអង់គ្លេស British Medical Journal បង្ហាញថាគ្នាយើងធ្វើការវេនយប់ឬធ្វើការយប់ជ្រៅពេកអាចនឹងប្រឈមបញ្ហាគាំងបេះដូងដល់ទៅ 7% ដូចគ្នាទៅនឹងអ្នកមានជំងឺគាំងបេះដូងដែរទោះជាការសិក្សានេះមិនបានបញ្ជាក់មូលហេតុអ្វីឲ្យបានច្បាស់ក៏ពិតមែនប៉ុន្តែអ្នកស្រាវជ្រាវជឿថាធ្វើការវេនយប់នឹងនាំឲ្យមានការផ្លាស់ប្ដូរទម្លាប់គេងបង្កជាបញ្ហាលើឈាមរួមនឹងប្រែប្រួលចង្វាក់សកម្មភាពរាងកាយទៀតផង 4. កាន់តែប្រឈមនឹងជំងឺបាក់ទឹកចិត្តធ្វើការវេនយប់គឺជះឥទ្ធិពលអវិជ្ជមានទៅដល់សុខភាពផ្លូវចិត្តបានការសិក្សាពីប្រព័ន្ធសរសៃប្រសាទបង្ហាញថាអត្រាប្រឈមការជំងឺបាក់ទឹកចិត្តនិងជំងឺផ្លូវអារម្មណ៍ផ្សេងទៀតនឹងកាន់តែខ្ពស់នៅពេលយើងធ្វើការវេនយប់ 5. ប្រឈមគ្រោះថ្នាក់ដោយសារសម្ពាធនៃការងារធ្វើការវេនយប់មានន័យថាយើងកំពុងធ្វើការប្រឆាំងនឹងទំនោរធម្មជាតិរបស់រាងកាយរាំងស្ទះមុខងារសំខាន់ៗរបស់រាងកាយដែលត្រូវបំពេញនៅពេលយប់ពេលខ្លះយើងអាចបង្ខំខ្លួនយើងឲ្យភ្ញាក់ដឹងខ្លួននិងបញ្ចេញសកម្មភាពក៏ពិតមែនប៉ុន្តែរាងកាយយើងនៅតែចង់សម្រាកដែលកត្តានេះនាំឲ្យយើងធ្លាក់ចុះសមត្ថភាពការគិតផ្ដោតអារម្មណ៍ផលិតភាពការងារនិងការប្រែជំនាញខួរក្បាលជាដើមក្នុងន័យនេះចំពោះការងារជាក់លាក់នៅពេលយើងគ្មានលទ្ធភាពប្រមូលអារម្មណ៍ធ្វើការបានល្អហានិភ័យគ្រោះថ្នាក់ដោយសារការងារនឹងកើនឡើងកាន់តែខ្ពស់ 6. បម្រែបម្រួលនៃការធ្វើមេតាបូលីសក្នុងរាងកាយដំណើរការមេតាបូលីសក្នុងរាងកាយយើងភាគច្រើនគឺគ្រប់គ្រងដោយអរម៉ូនលេបទីនជាឧទាហរណ៍ស្រាប់ដើរតួជាអ្នកសម្របសម្រួលទម្ងន់រាងកាយកម្រិតជាតិស្ករក្នុងឈាមនិងកម្រិតអរម៉ូនអាំងស៊ុយលីនជាដើមនៅពេលយើងធ្វើការយប់នឹងរំខានទៅដល់ការផលិតនិងចលនារបស់អរម៉ូននេះដែលជាហេតុនាំឲ្យយើងប្រឈមជំងឺជាច្រើន
7ប្រឈមមុខជំងឺធាត់និងជំងឺទឹកនោមផ្អែមគេងនៅពេលថ្ងៃហើយធ្វើការពេលយប់បង្កហានិភ័យប្រឈមជំងឺធាត់និងទឹកនោមផ្អែមក្នុងករណីធ្វើការវេនយប់បញ្ហាសុខភាពជាច្រើននឹងបង្កឲ្យការផលិតអរម៉ូនរបស់រាងកាយគ្មានតុល្យភាពអ្វីដែលគ្រោះថ្នាក់ពិតប្រាកដនោះទោះបីជាយើងញ៉ាំអាហារមានសុខភាពក៏ដោយតុល្យភាពអរម៉ូននឹងនាំយើងទៅរកជំងឺធាត់និងទឹកនោមផ្អែមតែម្ដង 8ប្រឈមមុខនឹងបញ្ហាក្រពះពោះវៀនកាន់តែខ្ពស់បើយើងធ្វើការវេនយប់រយៈពេលយូរអង្វែងគ្រប់ផលប៉ះពាល់ទាំងអស់នេះឡើយសុទ្ធតែអាចបង្កទៅជាបញ្ហាក្រពះពោះវៀនដូចជាជំងឺរាគរូសនិងដំបើយក្រពះតែម្ដងបញ្ហាទាំងនេះនឹងទាញយើងទៅរកបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ 9ធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអរម៉ូនមេឡាតូនីនពេលយើងធ្វើការយប់យើងនឹងប៉ះពាល់ជាមួយពន្លឺនៅពេលថ្ងៃខណៈរាងកាយយើងកំពុងគិតថាជាពេលយប់ពន្លឺនិងភាពងងឹតនេះនឹងទៅបង្អកសកម្មភាពផលិតនិងបញ្ចេញអរម៉ូនមេឡាតូនីនដែលជាអរម៉ូនមាននាទីគ្រប់គ្រងការដេកនិងភ្ញាក់របស់យើងនៅពេលកម្រិតអរម៉ូននេះធ្លាក់ចុះមានន័យថាអំឡុងពេលយើងគេងថ្ងៃយើងមិនអាចគេងលក់ស្កប់ស្កល់ឬគេងឆ្អែតគ្រប់គ្រាន់ដើម្បីរាងកាយអាចជួសជុលកោសិកាខូចខាតនោះឡើយជាលទ្ធផលអាចនឹងធ្វើឲ្យយើងមានបញ្ហាគេងមិនលក់រយៈពេលយូរដែលជាកត្តាគ្រោះថ្នាក់ពិតប្រាកដ 10ធ្វើឲ្យរាងកាយគ្មានវីតាមីន D គ្រប់គ្រាន់វីតាមីន D ជាវីតាមីនសំខាន់មួយរបស់រាងកាយវាមាននាទីជួយស្រូបយកជាតិកាល់ស្យូមដើម្បីធ្វើឲ្យឆ្អឹងលូតលាស់ល្អនិងរឹងមាំកម្រិតវីតាមីន D តិចតួចជាលទ្ធផលនឹងធ្វើឲ្យយើងមានជំងឺឆ្អឹងទន់ Osteomyelitis រួមនឹងជំងឺជាច្រើនទៀតដូចជាមហារីកសូដន់មហារីកពោះវៀនធំមហារីកក្រពះប្រូស្តាតជំងឺបេះដូងនិងជំងឺបាក់ទឹកចិត្តយ៉ាងណាដោយសាររាងកាយមិនអាចផលិតវីតាមីនប្រភេទនេះដោយឯកឯងបានយើងអាចទទួលបានតាមរយៈការញ៉ាំអាហារដូចជាឈីសយ៉ាអ៊ូនិងត្រីសាល់មុនខណៈប្រភពនៃវីតាមីន D ដ៏ល្អបំផុតគឺពន្លឺព្រះអាទិត្យហេតុនេះបើយើងធ្វើការយប់គេងថ្ងៃយើងនឹងមិនអាចទទួលបានវីតាមីន D ពីពន្លឺព្រះអាទិត្យនោះឡើយក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ